នេះជាវីដេអូបន្តដែលយើងសិក្សាទៅលើ tool sharpen tool នេះគឺជា sharpen tool របស់យើងអញ្ចឹង sharpen tool នេះយើងប្រើវាសម្រាប់ធ្វើការទៅលើរូបភាពព្រាលៗឲ្យទៅជារូបភាពច្បាស់វិញណាព្រាលៗហ្នឹងឲ្យទៅជារូបភាពច្បាស់អញ្ចឹងខ្ញុំឧទាហរណ៍មួយនៅលើរូបភាពនេះចុះណានៅលើរូបភាពនេះយើងឃើញថា building នេះអត់សូវច្បាស់ទេចឹងណា building របស់យើងនេះគឺមិនសូវច្បាស់ទេឃើញណាវារៀងមានព្រាលដូចមានពពកបាំងណាជារៀងព្រាលអញ្ចឹងយើងអាចធ្វើឲ្យរៀងច្បាស់ជាងនឹងបន្តិចបានហើយយើងប្រើ sharpen tool នេះឯង sharpen tool នេះឯងយកមកប្រើអញ្ចឹងយើងយកវាមក click យើងឃើញអូខេវានឹងច្បាស់មកវិញណានេះណាអូខេយើងមើលឃើញនឹងភ្នែកណាអូខេអញ្ចឹងកន្លែងណាដែលព្រាលហ្នឹងគឺយើងអាចធ្វើវាច្បាស់ឡើងវិញឃើញទេនេះអូខេច្បាស់មកវិញណារូបភាពដែលច្បាស់មកវិញអូខេកន្លែងខ្លះព្រាលខ្លាំងអញ្ចឹងយើងអាចមកវិញខ្លះដែរអូខេនេះជារូបភាពដែលយើងចង់បានឲ្យច្បាស់គឺវាហ្នឹងនេះណាអូខេណារូបភាពនេះច្បាស់ជាងមុនចឹងរូបភាពរបស់យើងគឺយើងធ្វើពីព្រាលទៅឲ្យច្បាស់ឧទាហរណ៍នៅកន្លែងនេះមួយទៀតអក្សរនេះអក្សររបស់យើងនេះយើងមិនដឹងថាជាអក្សរស្អីទេអញ្ចឹងខ្ញុំ Google វាបន្តិចដើម្បីឲ្យឃើញអូខេហើយនេះចឹងដែរអូខេញ៉ាំយើងអាចធ្វើជាកន្លែងមួយដែលមិនសូវច្បាស់ឲ្យទៅជាច្បាស់កន្លែងនេះក៏មានអក្សរដែរអញ្ចឹងវារៀងច្បាស់ជាងនឹងតិចណាអូខេញ៉ាំវាមកច្បាស់ជាងមុនតិចអញ្ចឹងយើងអាចធ្វើរបៀបហ្នឹងណាអូខេអញ្ចឹង sharpen tool គឺធ្វើពីរូបភាពដែលព្រាលឲ្យទៅជារូបភាពដែលច្បាស់ឡើងវិញណាច្បាស់ឡើងវិញក៏ប៉ុន្តែវាមិនមែនច្បាស់ហ្នឹងមិនមានបញ្ហាទេដោយសារវាមាន pixel របស់វាមកខ្លាំងពេកអញ្ចឹងវាមានអាចเป็นបញ្ហាខ្លះដែរណាបញ្ហាខ្លះដែរអញ្ចឹងប្រសិនបើយើងគូលើវាច្រើនពេកយើងនឹងមានបញ្ហាអូខេអញ្ចឹងបន្ទាប់ពីសន្មតថាចប់ហើយសម្រាប់ sharpen tool ប៉ុន្តែបន្ទាប់ពី sharpen tool ទៅយើងមាន smart tool ទៀតដែលយើងត្រូវរៀនបន្តទៅវីដេអូក្រោយមួយទៀតអូខេ